ដោយឆ្នាំនេះក៏មានសេចក្តីជ្រះថ្លានិងរីករាយដោយសារតែបានចូលរួមចំណែកនៃការព្រួយផ្ដើមពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបដោយខ្ញុំកណ្ណានមកភាពយល់ឃើញថាមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបនេះគឺជាមន្ទីរពេទ្យមួយដែលមានការព្យាបាលទៅលើកុមារទាំងអស់ដែលមានជំងឺហ្នឹងគឺដោយឥតគិតថ្លៃមិនមានការយកថវិកាសូម្បីតែ100រៀលខ្មែរអញ្ចឹងទៅក៏នឹកឃើញថាយើងទាំងអស់គ្នាក៏គូណាតែព្យាយាមសហការគ្នានៅក្នុងការជួយរួមឧបត្ថម្ភម្នាក់បន្តិចដើម្បីបានឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរហើយជាប្រយោជន៍ធំបំផុតគឺការជួយសង្គ្រោះជីវិតកុមារផងដែរសិទ្ធិពុទ្ធបរិស័ទទាំងអស់មានសេចក្តីជ្រះថ្លាក៏អាចចូលរួមបាននៅក្នុងកម្មវិធីបុណ្យការប្រាក់សាមគ្គីនេះដើម្បីជាការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបដោយយើងប្រារព្ធទៅនៅក្នុងថ្ងៃទី8ខែមិថុនាឆ្នាំ2025ក្នុងបរិវេណវត្តរាជបូរ